Bà group chụp được cho bóng ôn chỉ ti rộp án. Và có một căn video bóng riêng. Videoថ្ងៃនេះនិយាយអំពីការរៀបឈ្មោះឲ្យនៅតាមអក្ខរក្រមឬរៀបឈ្មោះឲ្យនៅតាមលំដាប់តួអក្សរបាទអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅសិក្សាទាំងអស់គ្នាបាទខ្ញុំសូមបើកនៅបញ្ជីឈ្មោះសិស្សរបស់ខ្ញុំបាទផ្ទាល់អញ្ចឹងយើងធ្វើការរៀបឈ្មោះតាមអក្ខរក្រមអញ្ចឹងការពិតណាស់យើងសរសេរអក្សរគឺយើងអត់អាចដឹងថាឈ្មោះណានៅខាងលើឈ្មោះណានៅខាងក្រោមទេយើងត្រូវរាប់ជាជំនះកដល់អហើយយើងត្រូវរាប់ស្រៈអាដល់សអស់ទៀតអញ្ចឹងការរាប់គឺយើងភាគច្រើនគឺរាប់អត់ងាយត្រូវទេអញ្ចឹងការពិតណាស់នៅក្នុងកម្មវិធី Excel គឺមានរូបមន្តចងមួយឬក៏ជាប្រព័ន្ធមួយដែលគាត់បានរៀបចំនៅក្នុង Excel ស្រាប់ទាក់ទងនឹងការរៀបឈ្មោះឲ្យតាមអក្ខរក្រមមិនថាជាភាសាអីទេគឺយើងរៀបបានទាំងអស់មិនថាឈ្មោះជាភាសាអង់គ្លេសមិនថាឈ្មោះជាភាសាខ្មែរគឺយើងរៀបតែតាមអក្ខរក្រមតាមប្រភេទនៃអក្សរនីមួយៗបាទអញ្ចឹងការពិតណាស់ដើម្បីរៀបឈ្មោះឲ្យទៅជាអក្ខរក្រមបានឬលំដាប់តួអក្សរបានបងប្អូនទាំងអស់ត្រូវមានឈ្មោះឬក៏យើងត្រូវវាយឈ្មោះបញ្ចូលនៅក្នុងតារាងដូចដែលខ្ញុំមានបង្ហាញនៅលើកុំព្យូទ័រនេះបាទហើយបន្តមកទៀតបាទត្រូវតែបង្កើតតារាងបាទបង្កើតតារាងបែបហ្នឹងបាទអ្វីដែលសំខាន់នោះគឺបងប្អូនត្រូវមាននៅក្បាលតារាងបាទក្បាលតារាងរបស់យើងនិយាយពីអីបាទដូចក្បាលតារាងនេះគឺនិយាយអំពីឈ្មោះសិស្សបាទថ្ងៃខែឆ្នាំកំណើតឈ្មោះឪពុកឈ្មោះម្ដាយឈ្មោះភូមិឈ្មោះឃុំឈ្មោះស្រុកឈ្មោះខេត្តបាទហើយនៅក្នុងជួររ៉ូលនេះបាទបន្ទាប់ពីយើងមានក្បាលតារាងហើយបងប្អូនទាំងអស់ត្រូវ select បាទ select ក្បាលតារាងទាំងអស់ហ្នឹងបាទ select ទាំងអស់ហ្នឹងហើយយើងចុចលើពាក្យ data បងប្អូនចុចលើពាក្យ data លើកន្លែង menu bar បាទហើយយើងរើសនៅកន្លែងfilter បាទ filter បាទ filter មានរូបដូចឡៅអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទចុចលើពាក្យ filter ហ្នឹងមកបងប្អូនឃើញថាវាចេញបាទវាចេញសញ្ញា scroll គ្រប់នៅក្បាលតារាងរបស់យើងបាទសញ្ញា scroll គ្រប់នៅក្បាលតារាងរបស់យើងអញ្ចឹងយើងឃើញថានៅកន្លែងកត់នាមនេះគឺមានក្បាល roll 2បាទបងប្អូនក្បាល roll 2អញ្ចឹងសូមចាំថាបើបងប្អូនសរសេរឬក៏បងប្អូនរៀបឈ្មោះតាមលំដាប់តួអក្សរពីកទៅអអញ្ចឹងតើបងប្អូនរៀបឈ្មោះតកោឬក៏រៀបឈ្មោះនាមបាទកាពិតគឺយើងរៀបឈ្មោះតកូលបាទយើងរៀបឈ្មោះតកូលឲ្យត្រូវតាមអក្ខរក្រមពីកទៅអបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាចុចលើ scroll តកូលមិនមែន scroll នាមទេណាបងប្អូនទាំងអស់គ្នាចុចលើពាក្យ scroll តកូលនេះចុចលើវាមកបាទអញ្ចឹងបងប្អូនឃើញនៅផ្ទាំងមួយទៀតខាងក្រោមនេះគឺបង្ហាញអំពី A ដល់ Z សញ្ញាព្រួញចុះក្រោម A ដល់ Z បាទហើយមួយទៀតគឺសញ្ញាព្រួញ Z ដល់ A អញ្ចឹងយើងរៀបអក្សរឲ្យទៅតាមអក្ខរក្រមពី A ដល់ Z បាទបើយើងនិយាយពីភាសាអង់គ្លេសគឺ A ដល់ Z ប៉ុន្តែបើយើងសរសេរជាខ្មែរគឺកដល់អបាទคลิกលើ A ទៅ Z មកបាទបងប្អូនគាត់ select ឲ្យបងប្អូនឃើញថាអក្សររបស់យើងគឺត្រូវបានរៀបតាមអក្ខរក្រមបាទអញ្ចឹងទៅទៅនឹងការរៀបឈ្មោះឲ្យនៅតាមអក្ខរក្រមនៅក្នុងកម្មវិធី Excel គឺមានតែប៉ុណ្្នឹងទេបាទហើយសង្ឃឹមថាបងប្អូនទាំងអស់ចង់ចាំដោយសារតែមិនពិបាកទេគឺងាយមែនតើអញ្ចឹងបើសិនជាបងប្អូនធ្វើអត់ចេញទេហើយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូនេះបានបាទហើយអរគុណណាស់សម្រាប់ការ subscribe channel YouTube របស់ខ្ញុំបាទអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយ share ទៅកាន់មិត្តភ័ក្តិឬក៏អ្នកដទៃដែលគាត់ចង់ចេះឲ្យគាត់បានឃើញវីដេអូនេះផងបាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់